ជំរាបសួរបងប្អូនមកទាដុតទឹកដូងនេះបងប្អូនមិនអាចមើលរំលងបានទេដែលបងប្អូនទៅការតិចត្រូវបាច់មកបងប្អូនអើយឥឡូវលេអាលឹមចិចខ្រិចដាក់អាទាដុតទឹកដូងទៅនិយាយវាក្តៅទឹកត្រីកោះកុងតែម្ដងណាបងប្អូនអើយបាទឥឡូវបងប្អូនអរគ្នាចូលមើលអនុវត្តតាមខ្ញុំធ្វើដូចគ្នាបងប្អូនអរគ្នាបាទដំបងទី1យើងចាប់ដើមចំអាតទាបងប្អូនអាតវាស្អាតមកពីទឹកមកជាអាកញ្ចូនចេញមកមានក្លិនសាងเลยបងប្អូនបាទឥឡូវយើងលាងស្អាតហើយយើងចាប់ដើមធ្វើគ្រឿងបងប្អូនណាយើងធ្វើខ្ទឹមសខ្ទឹមឲ្យបកវាស្អាតលាងខ្ទឹមសស្អាតមកដេញយើងហាន់ឲ្យស្ដើងយើងវាយវាទក់បងប្អូនអើយគួយចង្រៃវាយវាឲ្យទក់មកដើម្បីយើងលាយគ្រឿងដោតចូលក្នុងទាបងប្អូនហើយបាទឥឡូវយើងកាប់ជើងចោលទៅកុំឲ្យវាទឹះវិញបាទកាប់ញ៉ាំចោលមិនកាប់កបត់ចោលបងប្អូនកាប់ហើយកាប់ញ៉ាំឲ្យដាក់ចូលក្នុងឆ្នាំងណាបងប្អូនហ្នឹងហើយឥឡូវយើងចាប់ឆូតទាទៀតបងប្អូនហើយព្រោះទាកប៉ាបើយើងមិនឆូតទេមិនងាយឆ្អិនទេមិនងាយផុយទេបាទហើយយើងវះទ្រុងវះខ្នងតិចមកបាទដើម្បីឲ្យវាលាយគ្រឿងនោះវាសប់សាច់ទៅវាក្លិនឈ្ងុយដែរបងប្អូនណាបាទឥឡូវយើងចាប់ដើមលាយគ្រឿងឲ្យបងប្អូនបាទយើងដាក់ប៊ីចេងតិចទៅស្ករបន្តិចមកបងប្អូនតំណងបងប្អូនជាក់បងប្អូនណាបាទឥឡូវយើងប្រើប៊ីចេងប្រើស្ករយើងប្រើរ៉ូឌីបងប្អូនបាទដាក់រ៉ូឌីទីមកដាក់ច្រើនខ្លោចបងប្អូនណាបាទដាក់បន្តិចទៅស្ករបន្តិចទៅបាទហើយយើងមកលួចអំបិលបន្តិចទៅបាទយើងប្រើប្រេងខ្យងបន្តិចមកឲ្យវាយកបបទៅក្រហមបន្តិចបាទមកដាក់ចូលជ្រោយយកប្រេងខ្យងអាស៊ីអ៊ីវនេះវាក្លិនឈ្ងុយបងប្អូនអញ្ចឹងកុំចោលសោះអាគ្រឿងដុតមាន់ដុតទាកំចោលទឹកស្អ៊ីវវាឈ្ងុយអាហ្នឹងមកវាឈ្ងុយមកក្លិនឈ្ងុយមកបាទឥឡូវយើងលាបវាស្អាតហើយសពគ្រប់ហើយយើងញាត់មកដេញទឹកពុស័យគុលចក្រីខ្ទឹមសញាត់ទៅនឹងពោះវាហ្នឹងហើយយើងទុកវា3 4គុលសម្រាប់យើងដាក់ក្រាលក្រោមឆ្នាំងហ្នឹងហើយឥឡូវយើងកាច់ក្រាបពេះដាក់ឆ្នាំងផ្លុកបាទឥឡូវយើងដាក់ឆ្នាំងហើយយើងដាក់អាគុលចក្រីដែលយើងទុក5 6គុលយើងដាក់ចូលបាទដាក់ខ្លាញ់បន្តិចយើងឲ្យទាខ្លាញ់ក្តៅខ្លាំងដាក់ទាចូលផ្លុកបាទលើកមកណាទុនកងែបងប្អូនឡើយណាយើងដុតវាឲ្យវានេះបន្តិចអាទឹកស្អ៊ីវនឹងចាក់ចូលឆ្នាំងឲ្យវាឈ្ងុយបាទដាក់វាឲ្យស្ងួតទៅមកកម្លាំងយើងដាក់ទឹកដូងបងប្អូនណាដាក់ទឹកដូងដាក់វាទុកវា5នាទីអញ្ចឹងយើងប្រើទឹកដូងណាហើយដូងយើងកាប់ហើយយើងចាំដាក់ទេឲ្យក្លិនឈ្ងុយចាំយើងដាក់ទឹកដូងបាទឈ្ងុយណាស់បងប្អូនណាហូរយូរលុំហ្មងបងប្អូនអើយឥឡូវឈ្ងុយចាក់ទឹកដូងចូលបងប្អូនបាទទាយើងដុត45នាទីបងប្អូនណាបានផុយទៅល្មមឆ្ងាញ់ហ្មងបងប្អូនបាទណាឥឡូវយើងដាក់ទឹកដូងចូលមើលឡើងលឿងឆ្អិនឆ្អៅបាទដំណងណាបងប្អូនអើយបាទឥឡូវយើងដាក់ដូងហើយយើងបិទកំហបហ្នឹងហើយបិទកំហបមានស្អីទេយើងងើបបន្តិចទៅបងប្អូនវាគួយយូរវាឈឺក្បាលជង្គង់ឈឺអីទាញទៅយកទឹកស្រួយដើមផ្កាមានតែប្រហែលដើមបងប្អូនមកផ្ទះហ្នឹងមានផ្កាមិនលិះមួយមានផ្កាកវ៉ាន់មានផ្កាហ្នឹងបងប្អូនអូដេប្រហែលដើមប្រពន្ធក៏ធ្វើការបាត់យើងនៅផ្ទះជាជួយទៅអ្វីធ្វើកាច់ទៅធ្វើទៅបងប្អូនរួចផ្កាស្រួយអីទៅថ្ងៃនេះមិត្តមកបងប្អូនអើយនេះមិត្តភ័ក្ដិគេចង់សាក់មើលឈាបស្មាច់ធ្វើអាទាដុតទឹកឃ្មុំអាទាដុតទឹកដូងមិនយ៉ាងម៉េចឥឡូវយើងស្រួយអើយបាញ់អូដេបាញ់អាផ្កាទៅពេញពួយមកញ៉េវាស្អាតមើលអូដេខ្ញុំមានប៉ុណ្ណឹងនេះបាទនេះថតក្រៅបងប្អូនអើយឃើញទិដ្ឋភាពស្អាតណាស់បងប្អូនថតក្រៅច្បាស់ហ្មងណាបាទដល់ទៅពេលរាល់ថ្ងៃភ្លៀងឲ្យធ្វើភ្លៀងធ្វើមកភ្លៀងរត់ចុះរត់ឡើងក្រុមការងារគ្នាពិបាកជួយលើកយ៉ាងងាប់ហ្នឹងឥឡូវយើងស្រោចអីហើយយើងអង្គុយវិញមកបាទឈ្ងុយណាស់បើឈ្ងុយបាទឥឡូវយើងប្រែវាទីបងប្អូនណាយើងប្រែវាមកឲ្យវាដាក់ឲ្យសពសាច់មកយើងត្រឡប់វាហើយវាសពតិចទៅណាឥឡូវយើងទុកវាចោលប្រហែល10នាទីទៀតបងប្អូនហើយបាទឈ្ងុយបាទមើលមាត់ឌីស្មាច់ហ្នឹងស្រួយតែឡែមបាទរីងទឹកមើលបងប្អូនអើយមើលរីងទឹកឡើងកឡាប់បងប្អូនមើលបាទរីងទឹកដែរតែយើងអាសាត្រឡប់វាតែអញ្ចឹងខ្លោចបងប្អូនបាទណាមើលតែចេញខ្លាញ់ពីយើងដាក់វាមុនបន្តិចផងចេញខ្លាញ់ពីទាផងហើយទឹកដូងដែលស្ងួតទៅវាចេញជាស្ករមើលក៏ហមល្អណាស់បងប្អូនឡើងកឡាត់ហ្មងបងប្អូនអើយតោះហើយមើលណាអើយបងប្អូននៅខាតិចមានហ្នឹងមួយដាក់ទៅ4 5នាក់មើលហ្មងបងប្អូនអើយទៅឲ្យមកលើកមកមើល
កឡើងឆ្មឹមហ្មងលើកមកបាទមានបន្លែមានទឹកត្រីកោះកុងតំណងណាស់បងប្អូនណាយូមើលណាហ្នឹងបងប្អូននៅបោះភ្លក់មកខ្ញុំបងប្អូនគ្នាជាសាច់មកលំផុយបងប្អូនអើយដាក់មកផ្លាប់ហ្មងអើយអស់តោះឆ្ងាញ់ណាស់បងប្អូនអើយឆ្ងាញ់ហើយមានអាជាក់មកប៉ុងពីរប៉ុងមិនអេមបងប្អូនអើយមើលមាត់នេះស្មាច់ដែរផ្លាប់ញាប់ដូចឆ្មែដូចបកួយហ្មងបាទនាំពួកម៉ាក់មកដល់ដាក់អស់ធុងមកចង់មកចំហៀងនេះឯងហើយបាទវីដេអូនេះមានតែប៉ុណ្្នឹងដែរបងប្អូនណាបើបងប្អូនពេញចិត្តជួយ share វីដេអូខ្ញុំបាទផងជួយ follow page របស់ខ្ញុំបាទផងសូមអរគុណសូមជម្រាបលាបាយ